វីដេអូនេះគឺជាវីដេអូទី2ដែលនិយាយអំពីរឿងដើមកំណើតនៃទីក្រុងភ្នំពេញប្រិយមិត្តពុកម៉ែបងប្អូនពិសេសយុវជនយុវនារីដែលកំពុងតែត្រៀមរៀនថ្នាក់ទី7ឬក៏កំពុងតែសិក្សាបណ្ដានៅថ្នាក់ទី7ជាទីគោរពរាប់អានខ្ញុំបានធ្វើវីដេអូតាក់ទងទៅនឹងអក្សរសិល្ប៍រឿងផ្សេងៗនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាមូលហេតុដែលខ្ញុំធ្វើការបង្ហាញក៏ដូចជាលើកឡើងនេះគឺចង់មានគោលបំណងចង់ឲ្យប្រិយមិត្តពុកម៉ែបងប្អូនបានយល់ក៏ដូចជាបានដឹងខ្លះៗអំពីដំណើរនៃសាច់រឿងតាក់ទងទៅនឹងស្នាដៃអក្សរសិល្ប៍ពីព្រោះថានៅក្នុងស្នាដៃអក្សរសិល្ប៍តែងតែបង្ហាញឲ្យឃើញពីប្រវត្តិក៏ដូចជាឆ្លុះបញ្ចាំងឲ្យឃើញអំពីទស្សនវិជ្ជានៅក្នុងសង្គមនៅក្នុងសម័យកាលនីមួយៗដែលកវីនិពន្ធបានទើបជួបប្រទះហើយកត់ត្រាចងក្រងជាសាច់រឿងដាក់ចេញជាឯកសាររហូតដល់ក្រសួងអប់រំយុវជននិងកីឡាយល់ឃើញសាច់រឿងនោះជាសាច់រឿងដែលមានគុណតម្លៃគុណពិសេសសម្រាប់ឲ្យបងប្អូនសិក្សានុសិស្សបានយល់ក្នុងការស្វែងយល់ពីតថភាពពិតនៅក្នុងជីវិតរស់នៅដើម្បីធ្វើជាគំរូជាលំហផ្លូវសម្រាប់ដើរតាមអញ្ចឹងទេខ្ញុំគ្មានអ្វីចែកជូនប្រិយមិត្តដោយជាលក្ខណៈជាសាច់ធំដុំអីនោះទេប៉ុន្តែខ្ញុំអាចធ្វើតាមលក្ខណៈដែលខ្ញុំអាចធ្វើទៅបានគឺពោលដូចខ្ញុំបានផលិតជាវីដេអូចែកជូនដល់ប្រិយមិត្តជាទីទស្សនាប្រសិនបើប្រិយមិត្តពុកម៉ែបងប្អូនទស្សនាទៅមានភាពធុញទ្រាន់បងប្អូនក៏អូសរំលងទៅក៏ប៉ុន្តែបើសិនជាប្រិយមិត្តចង់ដឹងចង់ចេះនៅស្នាដៃអក្សរសិល្ប៍ដែលឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសង្គមអាចរៀនសូត្រពីស្នាដៃហ្នឹងទៅដាក់ក្នុងបទពិសោធន៍ក៏ដូចជាដាក់ក្នុងជីវិតដើម្បីរៀនដើរទៅមុខប្រកបដោយជាគន្លឹះជាជោគជ័យបងប្អូនគួរតែមើលហើយស្វែងយល់ទៅពិសេសគឺផ្ដោតទៅលើបងប្អូនសិក្សានុសិស្សពីព្រោះថានៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជនខ្ញុំបានអានខ្ញុំបានមើលឃើញថាក្រសួងអប់រំលោកបានដាក់នៅស្នាដៃអក្សរសិល្ប៍ចំនួន2សម្រាប់ថ្នាក់ទី7នេះគឺមានរឿងសុផាតខ្ញុំបានធ្វើចំនួន3វីដេអូទម្លាក់ជូននៅក្នុង Facebook ក្តី TikTok ក្តី YouTube ក្តីចែកជូនដល់ប្រិយមិត្តទូទៅជាទីទស្សនាហើយចំណែកឯរឿងទី2នេះទៀតសោតគឺជារឿងដើមកំណើតនៃទីក្រុងភ្នំពេញរឿងដើមកំណើតនៃទីក្រុងភ្នំពេញមុននឹងសិក្សាសាច់រឿងសង្ខេបជូននោះគឺខ្ញុំបានធ្វើវីដេអូនិយាយអំពីប្រវត្តិដើមចំដែលព្រះបាទពុញ្ញយ៉ាតបានយាងមកចាប់ទីតាំងធ្វើជាទីរាជធានីនៃប្រទេសកម្ពុជារបស់យើងតាំងពីមុនមកអញ្ចឹងប្រវត្តិខ្លះៗអំពីការស្ថាបនាទីក្រុងភ្នំពេញគឺបាននិយាយរៀបរាប់នៅក្នុងវីដេអូមុនខ្លះដែរអញ្ចឹងបើសិនជាក្នុងករណីប្រិយមិត្តពុកម៉ែបងប្អូនចង់ជ្រាបច្បាស់មិនទាន់បានមើលវីដេអូទី1បងប្អូនអាចស្វែងរកមើលនៅក្នុង page របស់ខ្ញុំបានអរគុណប្រិយមិត្តអញ្ចឹងទេខ្ញុំនឹងវិលក៏ដូចជាលើកបង្ហាញនៅសាច់រឿងសង្ខេបតែម្ដងអំពីដើមកំណើតនៃទីក្រុងភ្នំពេញចែកជូនដល់បងប្អូនហើយនឹងប្រិយមិត្តពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនានេះដូចតទៅដោយដំណើររឿងផ្ដើមនិយាយថាមានរឿងដំណាលថាក្នុងកាលកន្លងទៅនៅទិសសករាជមានន័យថានៅក្នុងឆ្នាំ1372មានយាយចាស់ម្នាក់ឈ្មោះពេញជាអ្នកដែលមានភោគជាទ្រព្យសម្បត្តិសម្បូរហូរហៀមានលំនៅនៅក្បែរមាត់ច្រាំងទន្លេ4មុខផ្ទះគាត់សង់នៅលើទួលមួយខាងកើតភ្នំតូចមួយថ្ងៃមួយនោះគឺមានមេឃភ្លៀងខ្លាំងមែនទែនទឹកជំនន់ក៏បានលិចជន់ជោរហែករហឹមហើយដូនពេញគាត់ក៏ចុះទៅកំពង់ទឹកស្រាប់តែឃើញដើមកុកីមួយធំអណ្ដែតមកក្បែរច្រាំងនោះហើយដោយអំណាចនៃទឹកហូរសារចុះសារឡើងធ្វើឲ្យដើមកុកីនោះចេះតែអណ្ដែតវិលចុះវិលឡើងនៅមាត់ច្រាំងនោះទៅលុះដូនពេញឃើញដូច្នោះគាត់ក៏ប្រញាប់ទៅអំពាវនាវហៅអ្នកស្រុកចិត្តខាងរបស់គាត់ឲ្យមកជួយយកដើមកុកីនោះចេញពីទឹកអ្នកចិត្តខាងទាំងអស់ក៏បានយកខ្សែពួរទៅចងដើម្បីរំកិលបន្តិចម្ដងទាល់តែដើមកុកីនោះមកដល់មាត់ច្រាំងពេលដូនពេញបានយកកំណាត់ឈើទៅកោសគៀសម្អាតភក់ចេញពីដើមកុកីនោះដូនពេញក៏ប្រទះឃើញព្រះពុទ្ធរូប4ព្រះអង្គតូចៗដែលធ្វើអំពីសំរឹទ្ធនិងទេវរូបមួយអង្គទៀតធ្វើអំពីថ្មទេវរូបនោះទ្រង់ឈរព្រះហស្តម្ខាងទ្រង់ដំបងព្រះហស្តម្ខាងទៀតទ្រង់ខ្យងព្រះកេសាបួងដូនពេញនិងអ្នកចិត្តខាងដែលបានជួយមានសេចក្តីត្រេកអរណាស់នៅពេលនោះបានរើសបាននៅរបស់ដែលជាទីសក្ការៈបូជាដែលមនុស្សម្នាក៏ដូចជាអ្នកភូមិអ្នកផងទាំងអស់ហ្នឹងនាំគ្នាគោរពប្រតិបត្តិនេះក៏នាំគ្នាដង្ហែព្រះបដិមាទាំងអស់នោះទៅផ្ទះដូនពេញហើយដូនពេញក៏ចាត់ការឲ្យគេសង់ខ្ទមតូចតម្កល់ជាបណ្ដោះអាសន្នសិនលុះចំណាកាលមកហ្នឹងគឺដូនពេញអំពាវនាវឲ្យអ្នកចិត្តខាងហ្នឹងជួយលើកពូនដីភ្នំនៅក្បែរផ្ទះគាត់នៅខាងលិចហ្នឹងឲ្យកាន់តែធំខ្ពស់ឡើងមែនទែនបន្ទាប់មកដូនពេញក៏ឲ្យអ្នកភូមិអ្នកស្រុកជួយអាដើមឈើកុកីដែលអណ្ដែតហ្នឹងធ្វើជាព្រះវិហារដោយគាត់នឹងសង់ព្រះវិហារនៅលើភ្នំនោះតែម្ដងនៅក្នុងឆ្នាំ1372ដូនពេញនិងអ្នកស្រុកច្រើនអ្នកស្រុះស្រួលបបួលគ្នាសង់វិហារប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំដែលបានលើកដីពូនខ្ពស់នោះតែម្ដងប្រិមិត្តពុកម៉ែបងប្អូនហើយគាត់បានដង្ហែព្រះពុទ្ធរូបសម្រិទ្ធចំនួន4ព្រះអង្គទៅតម្កល់ទុកក្នុងព្រះវិហារនោះចំណែកឯទេវរូបធ្វើអំពីថ្មមួយព្រះអង្គដោយដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើតហើយដែលគាត់យល់ថាទេវរូបនោះអណ្ដែតទឹករសាត់មកពីស្រុកលាវនិងមានមាឌបត់បែនបទដ្ឋានដូចជាលាវគាត់បានសន្មតថាអ្នកតាព្រះចៅ
នាមនោះហៅជាប់រហូតមកដល់សប្តាហ៍នេះការកសាងព្រះវិហារហើយគាត់ក៏បាននិមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះក្នុងទិសខាងលិចទើបកើតមានឈ្មោះថាវត្តមួយគឺវត្តភ្នំដូនពេញដែលសប្តាហ៍អាចថាយើងហៅកាត់ថាវត្តភ្នំរហូតមកដល់សប្តាហ៍នេះដោយសារតែមានព្រះពុទ្ធរូប4ព្រះអង្គនិងអ្នកតាព្រះចៅបានបញ្ចេញមហិទ្ធិឫទ្ធិឲ្យឃើញថាពូកែស័ក្តិសិទ្ធិរហូតដល់មានអ្នកទៅបន់ស្រន់បានសមសម្រេចដោយបំណងនោះទើបជាជំនឿរបស់អ្នកស្រុកអ្នកភូមិនឹងក៏ជឿទៅលើណាបារមីនៃព្រះអង្គពិសេសជាងគេគឺនៅវត្តភ្នំដូនពេញនេះឯងនេះហើយជាដើមកំណើតនៃរឿងទីក្រុងភ្នំពេញហើយក្រោយពីនោះទៀតរវាង60ឆ្នាំបានកើតជាទីក្រុងរបស់ស្ដេចខ្មែរយ៉ាងស្ដុកស្ដំគុំកើនរុងរឿងដោយដែលខ្ញុំនិយាយទៅលើប្រវត្តិសាស្ត្រដែលស្ដេចព្រះចៅពញ្ញយ៉ាតបានមកតាំងរាជធានីនៅទីនេះតែម្ដងនៅក្នុងសាច់រឿងតួអង្គយើងឃើញហើយមានតួអង្គដូនពេញដែលជាអ្នកណាមានភោគសម្បត្តិសម្បូរមានលំនៅនៅក្បែរមាត់ច្រាំងទន្លេប៊ុនមុខនិងជាអ្នកដែលមានគំនិតព្រួយផ្ដើមសាងសង់កន្លែងសម្រាប់តម្កល់ព្រះពុទ្ធរូបសម្រិត4ព្រះអង្គព្រមទាំងទេវរូបធ្វើអំពីថ្មមួយព្រះអង្គផងដែរចំណែកឯតួអង្គទី2គឺតួអង្គអ្នកចិត្តខាងជាអ្នករស់នៅជាមួយអ្នកភូមិជាមួយដូនពេញហ្នឹងហើយក៏ជាអ្នកជួយទាញយកដើមកគីពីក្នុងទឹកទន្លេមកដល់ច្រាំងហើយបានជួយពូនភ្នំឲ្យកាន់តែខ្ពស់ដើម្បីតម្កល់ព្រះពុទ្ធរូបហើយមានអ្នកស្រុកជាអ្នកជួយសាងសង់នៅវិហារនៅលើកំពូលភ្នំដើម្បីតម្កល់ព្រះពុទ្ធរូប4ព្រះអង្គប្រិយមិត្តពុកម៉ែបងប្អូនពិសេសបងប្អូនសិក្សានុសិស្សបងប្អូនត្រូវដឹងថាក្រោយអំពីការសិក្សានៅរឿងអំពីដើមកំណើតនៃទីក្រុងភ្នំពេញនេះរួចយើងឃើញថាទស្សនវិជ្ជាតម្លៃគឺលេចធ្លោមែនទែននៅក្នុងរឿងគឺបង្ហាញថាមានទីក្រុងភ្នំពេញគឺផ្ដើមដោយសារមានលោកយាយពេញឬក៏ដូនពេញនេះឯងដូនពេញគឺជាស្ត្រីម្នាក់ដែលមានការស្រឡាញ់រាប់អានពីអ្នកភូមិដោយសារគាត់មានភាពសាមគ្គីក៏ដូចជាសាងនៅអំពើល្អសមម្លេះអ្នកភូមិមិនមកជួយគាត់ទេនៅពេលដែលគាត់សនំពោឲ្យជួយអូសដើមកគីនៅក្នុងទន្លេមកដល់ច្រាំងអញ្ចឹងការដែលមានភក្ដីភាពស្រឡាញ់រាប់អានអ្នកភូមិផងរបងជាមួយនេះហើយដែលជាកត្តាជួយឲ្យអ្នកភូមិទាំងអស់ហ្នឹងបានទៅចូលរួមគ្នាទាញដើមកគីមកដល់ច្រាំងកើតហេតុឲ្យឃើញនៅព្រះពុទ្ធរូបហើយក៏ដូចជាណាទេវរូបចំនួន1ព្រះអង្គផងដែរពេលនោះដូនពេញក៏ឲ្យអ្នកភូមិសាមគ្គីគ្នាទៀតគឺនាំគ្នាពូនដីកើតជាភ្នំដល់ធំខ្ពស់បន្ថែមទៀតនៅលើកំពូលភ្នំចាស់ដែលមានតូចស្រេចឲ្យកាន់តែធំកើតជាភ្នំដូនពេញរហូតដល់សប្តាហ៍នេះទស្សនវិជ្ជានេះបង្ហាញថានៅក្នុងសង្គមខ្មែរយើងតាំងពីសម័យកាលនោះគឺមានការជឿជាក់និងគោរពលើព្រះពុទ្ធសាសនាយ៉ាងធំធេងមែនទែនសរុបរួមមកយើងឃើញថាការសិក្សារឿងដើមកំណើតទីក្រុងភ្នំពេញនេះគឺមានតម្លៃអប់រំខ្លាំងណាស់ប្រិយមិត្តពុកម៉ែបងប្អូនពិសេសយុវជនយុវនារីត្រូវដឹងថាគំនិតនៃការសាមគ្គីគឺជាការសហការល្អមួយនៅក្នុងសង្គមពិសេសគឺអប់រំឲ្យកូនខ្មែរយល់ដឹងអំពីការសាមគ្គីឯកភាពជាតិចេះស្រឡាញ់ជាតិចេះស្រឡាញ់នៅវប្បធម៌ប្រពៃណីហើយចេះជួយគ្នានៅក្នុងគ្រាមានទុក្ខធរៈដោយមិនប្រកាន់នៅឋានៈទូនាទីពណ៌សម្បុររូបកាយឬក៏បញ្ហាណាមួយឡើយសាមគ្គីពិតជាមានជ័យជំនះពិតប្រាកដអរគុណប្រិយមិត្តពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សូមអរគុណនិងសូមគោរពជម្រាបលាចាំជួបគ្នានៅវីដេអូក្រោយ